ជំរាបសួរលោកគ្រូវីដេអូនេះខ្ញុំនឹងធ្វើការបង្ហាញពី Linux Basic Command ខ្ញុំចូលទៅកាន់ terminal ហ្នឹងមកចំពោះ command line ទី1គឺ pwd គឺជា command ដែលយើងចង់ show current directory ទីតាំងយើងកំពុងតែឈរហ្នឹងហើយចំពោះ ls គឺជា command សម្រាប់ list directory ទាំងគឺបង្ហាញគឺជា command ដែលបង្ហាញពីរាល់ file folder ដែលយើងកំពុងតែឈរក្នុង directory ហ្នឹងមានតែគេខ្លះយើងដើម្បីចូលទៅកាន់ file ឬក៏ folder ដែលយើងចង់បង្ហាញតទៀតគឺដូចឥឡូវខ្ញុំសុំយក desktop ខ្ញុំវាយ command cd ហើយវាយពាក្យ desktop នៅត្រៃណា desktop ខ្ញុំចុច enter មកវានឹងចូលទៅកាន់ directory desktop ហ្នឹងហើយខ្ញុំចង់ដឹងថាតើ desktop ហ្នឹងមានឯកសារខ្លះ file ខ្លះអញ្ចឹងដូចអ្នកទាំងអស់គ្នាបានឃើញថានៅ desktop នេះគឺមានពីរនេះអញ្ចឹងក្នុង command នេះគឺវាបានបង្ហាញ folder learn និង static គឺដើម្បីថយក្រោយវិញយើងគ្រាន់តែចុច cd ចុចពីរដងមកវាថយក្រោយទៅកន្លែងដើមវិញនេះហើយបន្ទាប់ដើម្បីក្នុងករណីយើងចង់ create file អីមួយយើងអាចវាយ command type ហ្នឹងមក type ហ្នឹងដល់ clear ដាក់ my type my text dot យើងចុច type មួយមកយើងចាំបាច់ថាជា type អញ្ចឹងវាបង្កើតនៅក្នុង folder សវណ្ណថាយទៅពេលយើង list ចេញមកវានឹងឃើញពាក្យឃើញ file យើងបានបង្កើតមិញនេះចឹងដើម្បី access ចូលទៅកាន់ text ហ្នឹងឬក៏យើងចង់បង្កើតក្នុង text ហ្នឹងមានអក្សរអីខ្លះគឺអាចវាយ command echo sorry echo hello មកថា su 30ញ៉ាំពួនធំមកចង់ទៅកាន់គេនៅ file យើងបានបង្កើតមក my text dot tt អញ្ចឹងក្នុង file ដែលយើង my text dot tt ហ្នឹងវានឹងវាបានមានពាក្យ hello សវណ្ណថា su 30ក្នុងហ្នឹងឯងចឹងដើម្បីធ្វើការ access ក្នុង file មើលតើក្នុងហ្នឹងមានបង្ហាញសរសេរនៅក្នុង file ហ្នឹងមែនអត់ចឹងខ្ញុំវាយ command cat មក cat my text dot txt ចឹងក្នុង file ហ្នឹងគឺវាបានសរសេរ hello សវណ្ណថា su 30ហើយដើម្បីចម្លងឯកសារ copy file អីអាចវាយ command cp sorry cp dot txt ចឹងអ្នកនរគ្នាបានឃើញថា my text dot txt គឺវាបាន copy ទៅក្នុង directory desktop ហើយអញ្ចឹង cp ហ្នឹងមានថា copy បើយើងចង់ copy ទៅ file ហ្នឹងយើងគ្រាន់តែវាយ file ឈ្មោះហ្នឹងមកហើយកន្លែងនេះគឺយើងត្រូវដាក់ directory ដែលយើងចង់ទៅដាក់ទីតាំងដែលយើងចង់ទៅដាក់អញ្ចឹង command បន្ទាប់គឺ rm អញ្ចឹងចំពោះ rm គឺជា command remove គឺជា command ដែលយើង delete file គឺក្នុងករណីយើងចង់ delete file យើងគ្រាន់តែ say rm ហ្នឹងមក file ដែលយើងចង់ delete
ចឹងដោយសារតែអានេះគឺខ្ញុំឈរនៅសវណ្ណថាចឹងដើម្បីភាពងាយស្រួលយើងគាត់ថាខ្ញុំសូមចូលទៅ CD desktop មកដើម្បីគឺផ្ទាល់នៅ desktop ហ្នឹងមក CD desktop ដើម្បី remove delete file ចោលយើងគាត់ថា RM ហើយវាយ file ណែហ្នឹងមក txt ចឹងវានឹងធ្វើការ remove delete ចោលចឹង file ហ្នឹងគឺបាន delete ចោលហើយ command បន្ទាប់គឺ command mkdir ហ្នឹងគឺជា command ដែលយើងសម្រាប់បង្កើត directory មួយឬក៏អាចនិយាយថាបង្កើត folder មួយចឹងក្នុងករណីយើងចង់បង្កើតយើងត្រូវវាយ mkdir នឹងមកហើយឈ្មោះ project ឬក៏ folder ដែលយើងចង់បង្កើតហើយដូច folder ហ្នឹងសូមដាក់su30 ចឹងវានឹងធ្វើការបង្កើត su30 នៅក្នុង desktop ហ្នឹងអ្នកនរគ្នាបានឃើញ su30 បានបង្កើតនៅ desktop ហ្នឹងហើយចំពោះបន្ទាប់គឺ remove folder ចំពោះបើសិនយើងក្នុងករណីយើងចង់ remove folder យើងគ្រាន់តែវាយពាក្យ rm remove ដដែលហ្នឹងប៉ុន្តែយើងថែមពាក្យ dir ចឹងវានឹង remove folder នៅក្នុង desktop ហ្នឹងចឹងយើងវាយពាក្យ su30 ដែលយើងបានបង្កើតមិញហ្នឹងមកវានឹង delete folder ចោលហើយចឹង folder ហ្នឹងបានបាត់ហើយហើយចំពោះ command បន្ទាប់គឺ command ដែលយើង delete directory with content ក្នុងនោះគឺបាត់ទាំងអស់មកយើងលុបឯកសារទាំងមូលដែលមាននៅក្នុង file ទាំងមូលដែលមាននៅក្នុង directory ហ្នឹងចឹងដើម្បី remove យើងគ្រាន់តែវាយពាក្យ rm remove ដែរតែយើងដក ហើយយើងវាយពាក្យ file name របស់ហ្នឹងមកចឹងចង់វាយ file learn folder learn ហ្នឹងចឹងវានឹងធ្វើការ delete permanent មកវា delete អស់អត់ត្រូវការយើងត្រូវ remove ម្ដងទៀតទេយើងចុចមកវានឹង delete ហើយចឹង raw file data ដែលនៅក្នុងហ្នឹងគឺវាបាត់ទាំងអស់ចឹង command បន្ទាប់គឺ command មួយទៀតគឺ who am I ហ្នឹងគឺជា command ដែលយើងចង់ដឹងថាតើ user ដែលយើងកំពុងឆងជាមួយគេចឹង user ហ្នឹងគឺឈ្មោះសវណ្ណថាចំពោះ command បន្ទាប់ទៀតគឺ host name ចំពោះ command host name គឺចង់បង្ហាញឈ្មោះ system ដែលយើងបើកហ្នឹងកុំព្យូទ័រដែលយើងបើកហ្នឹងឈ្មោះគេចឹងវានឹងប្រាប់ថា system របស់យើងគឺឈ្មោះ pop os ហើយដើម្បីចង់ដឹងថាទំហំ usage របស់យើងទំហំ disk របស់យើងគឺប៉ុន្មានយើងគ្រាន់តែវាយពាក្យ ds មកហើយដក x វានឹងបង្ហាញទិន្នន័យ system disk របស់យើងបានហើយចំពោះចង់បង្ហាញ memory វាកំពុងតែ process ហ្នឹងគឺយើងគ្រាន់តែវាយពាក្យ free ដក x ហ្នឹងមកវានឹងចេញទិន្នន័យហ្នឹងមកចឹងដើម្បីចង់ដឹងថាតើការ processing running process ហ្នឹងគឺវាធ្លាក់ដល់ណាដំណើរការដល់ណាហើយយើងអាចនឹងវាមើល CPU ចឹងយើងអាចវាយពាក្យ top ហ្នឹងមកវានឹងបង្ហាញទិន្នន័យហ្នឹងឲ្យយើងមើលតែវាយហ្នឹងដើម្បីបញ្ចប់វាយើងគាត់ control C មកវាបញ្ចប់ហើយចឹងចំពោះ command បន្ទាប់គឺភាសាតែលោកគ្រូវារៀនច្រើនដែរខ្ញុំសូមបង្ហាញតែប្រហែលទៀតទេចឹងដើម្បីយើងចង់ថាតើអ៊ីនធឺណិតតើការអ៊ីនធឺណិតរបស់យើងអាច access ទៅ Google បានអត់យើងគាត់តែវាយពាក្យ pin ហ្នឹងមក 8.8.8 ទៅ Google បើសិនវាដើរនេះបើចេញបាត់នេះគឺដើរបើសិនក្នុងករណីវាចេញ unreachable គឺវាអត់ដើរទេឬក៏ចេញ error time out អានោះមានថាអត់ដើរទេចឹងដើម្បីបញ្ចប់វាយើងគាត់តែវាយ control C មកវានឹងបញ្ចប់បានហ្នឹងហើយមួយទៀតយើងអាច pin Facebook www.facebook.com ក៏វាចេញដែរOh my god
ដឹងច្បាស់នេះគឺវាដែរពីមកតែចំពោះក្នុងការដែលយើងចង់ដឹងថា IP របស់យើងមិនសិនរបស់យើងគឺ IP គេអ្វីពី IP ADDR មកវានឹងបង្ហាញ IP របស់យើងមួយទៀតក្នុងករណីយើងចង់ទាញឯកសារពីតែគេហទំព័រមួយណាយើងអាចវាយW wget wget វានឹងទាញឯកសារហ្នឹងមកអញ្ចឹងដោយសារតែខ្ញុំអត់ដឹងថាឯកសារក្នុង PDF ឬក៏ file អីក្នុង website ហ្នឹងដឹងមួយណាខ្ញុំមិនប្រើទេចឹងថា wget ហ្នឹងគឺយើងអាចទាញឯកសារពី Google បានអញ្ចឹងចំណុចហ្នឹងមួយហើយខ្ញុំសូមធ្វើការធ្វើហ្មងទៅតែយើងមានអ៊ីនធឺណិតដែរ PDF file ឥឡូវខ្ញុំសូមសាកយកអានេះមកទៅខ្ញុំធ្វើការ copy document គឺ w get ហើយយើងផាសឲ្យ link ហ្នឹងមកអញ្ចឹងវានឹងធ្វើការទាញឯកសារមកអូនេះស្គីនេះសេខោ w get ផាសមកហើយជា data បែបវាអត់ឲ្យហើយយើង move ទៅ comment ផ្សេងទៀតដោយសារ comment ខ្លះគាត់បានធ្វើម្ដងដូច sudo apt ដើម្បីធ្វើការ upgrade update remove package អីផ្សេងគឺ sudo apt sudo apt update អាហ្នឹងយើងធ្វើការ update package របស់យើងអញ្ចឹងយើងឲ្យ password យើងមកយើងធ្វើការ update package របស់យើងហើយបើសិនជាក្នុងករណីយើងចង់បានinstall package យើងអត់ឲ្យ sudo apt install pkg ទៅវា install package ដំឡើង install package ហ្នឹងមកហើយបើយើងចង់ remove យើងអត់ថាលុបពាក្យinstall ហ្នឹងដាក់ remove មកវា remove package ហ្នឹងហើយដោយសារតែcommentច្រើនខ្ញុំសុំធ្វើតែប៉ុណ្្នឹងទេអរគុណ